សួស្តីបងប្អូនថ្ងៃហ្នឹងនេះខ្ញុំមកកសិដ្ឋានចកាកោគឺជាកសិដ្ឋានខ្លួនឯងតតែម្ដងអញ្ចឹងសម្រាប់បងដែលគាត់ត្រូវការដុំក្បាលទឹកឃ្មុំណាគឺចូលស្តុកឯណាបងនេះគឺជាដុំប្រភេទដុំក្បាលទឹកឃ្មុំផ្កាកោអញ្ចឹងសម្រាប់បងដែលគាត់មានតម្រូវការដុំក្បាលទឹកយកទៅប្រើប្រាស់ឬក៏យកទៅត្រាំស្រាត្រាំថ្នាំអីអាចធ្វើការកម្ងបានហ្នឹងហើយចឹងនេះខ្ញុំបង្ហាញឲ្យមើលថាដុំក្បាលឃ្មុំយើងគឺជាប្រភេទដុំក្បាលឃ្មុំធម្មជាតិតែម្ដងហ្នឹងហើយគឺនេះខ្ញុំច្របាច់ទឹកឲ្យមើលតែម្ដងជាស្រេចទេដោយសារថ្ងៃហ្នឹងមកអត់បានយកស្រោមដៃមកមានតែមួយចំហៀងអញ្ចឹងនេះខ្ញុំពូតទឹកឲ្យមើលអញ្ចឹងអាចមើលបានតាមវីដេអូហ្នឹងធានាជូនគុណភាពគឺទឹកឃ្មុំសុទ្ធតែម្ដងប្រភេទទឹកឃ្មុំលេខ1ប្រចាំកសិដ្ឋាននេះគឺជាប្រភេទដុំក្បាលឃ្មុំផ្កាកោបងប្អូនធានាជូនសុទ្ធ 100% ដោយសារចេញពីកសិដ្ឋានផ្ទាល់តែម្ដងបងអាច